什么时候发工资？什么时候发工资？ពេលណាបើកប្រាក់ខែចាពេលណាបើកប្រាក់ខែ请问我们公司规定几号发工资？ម្ដងទៀត请问我们公司规定几号发工资？យើងបកថាសុំសួរថាក្រុមហ៊ុនពួកយើងកំណត់បើកប្រាក់ខែថ្ងៃទីប៉ុន្មានសុំសួរថាក្រុមហ៊ុនពួកយើងកំណត់បើកប្រាក់ខែថ្ងៃទីប៉ុន្មានចឹងចាបងប្អូនទាំងគ្នាយើងមើលទៅលើពាក្យមួយពាក្យសិនចាពាក្យថាឈីងវិនចាឈីងវិនយើងបកថាសុំសួរចាឈីងវិនយើងបកថាសុំសួរពាក្យវ៉ាមិនចាពាក្យនេះបងប្អូនទាំងគ្នាវ៉ាមិនយើងបកថាពួកយើងចាវ៉ាសំឡេងទី3វ៉ាមិនមកថាពួកយើងបើពួកអ្នកយើងនិយាយថានីមិនពួកគាត់យើងនិយាយថាថាមិនចេះចឹងនៅក្នុងclear ប្រយោគយើងថ្ងៃនេះគឺវ៉ាមិនយើងមកថាពួកយើងវ៉ាមិនពួកយើងចឹងយើងមើលទៅលើពាក្យបន្ទាប់ទៀតបងប្អូនទាំងគ្នាពាក្យថា公司ចា公司បងប្អូនភាគច្រើនគាត់ដឹងហើយថានឹងបកថាម៉េចគឺបកថាក្រុមហ៊ុនចា公司បកថាក្រុមហ៊ុន公司គឺអង្គ公司一是公司បកថាក្រុមហ៊ុនចាចឹងយើងមើលពាក្យបន្ទាប់ទៀតបងប្អូនពាក្យថាគួយទីងចានេះគួយទីងបកថាបទបញ្ញត្តិដែលមាននៅក្នុងក្រុមហ៊ុនអញ្ចឹងណាចឹងក្រុមហ៊ុនមួយធ្វើតែមានបទបញ្ញត្តិការដាក់កំណត់ឬក៏បទបញ្ញត្តិអីចឹងណាបងប្អូនអញ្ចឹងយើងបកថាបែបហ្នឹងគួយទីងគួយសំឡេងទី1គឺអ៊ុយគួយទីងទឿអ៊ីងទីងសំឡេងទី4គួយទីងយើងបកថាបទបញ្ញត្តិឬក៏ការកំណត់របស់ក្រុមហ៊ុនចាចឹងយើងមើលពាក្យបន្ទាប់ទៀតពាក្យថាជីហោចាជីហោនេះពាក្យនេះបងប្អូនពាក្យដែលនេះខ្ញុំគូរង្វង់មូលនេះជីហោយើងមកថាថ្ងៃទីជីសំឡេងទី3ជីហោសំឡេងទី4ហឺអោហោជីហោបកថាថ្ងៃទីចាហ្វាយើងបកថាបើកចាហ្វាបកថាបើក公职知道公职ចានេះ公职បកថាប្រាក់ខែ公职ប្រាក់ខែចាចឹងត្រឡប់ទៅអានពាក្យប្រយោគរបស់យើងម្ដងទៀត请问我们公司规定几号发工资？请问我们公司规定几号发工资？សូមសួរថាក្រុមហ៊ុនពួកយើងកំណត់បើកប្រាក់ខែថ្ងៃទីប៉ុន្មានចា公司规定了一个月发2次薪资公司规定了一个月发2次薪资ក្រុមហ៊ុនកំណត់បើកប្រាក់ខែមួយខែ2ដងចាមួយខែ2ដងចឹងចូលដល់ស្រាវយើងបន្តទៀត10号发一次10号发一次25再发一次25再发一次ម្ដងទៀត10号发一次25再发一次ចាយើងបកថាថ្ងៃទី10បើកម្ដងនិងថ្ងៃទី25បើកម្ដងទៀតចាបងប្អូនពាក្យ10号ចា10号គឺមកថាថ្ងៃទី10ចា10号ថ្ងៃទី10
phá bộ thạc báo y muối sự chừng một đó y sự một đòn y sự một đòn 25ចា25បកថា25ចាលេខ25ហ្នឹងយើងនិយាយថា25ហ្វាអ៊ីសនេះបងប្អូនអ្នកគ្នាចៃហ្វាអ៊ីសបើកម្ដងទៀតចាចៃហ្វាអ៊ីសបើកម្ដងទៀត10号发一次25再发一次10号发一次25再发一次ថ្ងៃទី10បើកម្ដងនិងថ្ងៃទី25បើកម្ដងទៀតចា៎បងប្អូនទាំងគ្នាសម្រាប់វីដេអូមេរៀនចែករំលែកភាសាចិនថ្ងៃនេះខ្ញុំមានការចែករំលែកប៉ុណ្ណឹងក្នុងការរៀនភាសាចិនជាមួយនឹងខ្ញុំចា៎អរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការចូលទស្សនាការចែករំលែកភាសាចិនជាមួយនឹងខ្ញុំ